ពុទ្ធទី11ខែកុម្ភៈឆ្នាំ2026ឯកឧត្តមពេញពូនីរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានអញ្ជើញដឹកនាំគណៈប្រតិភូចូលពិនិត្យវឌ្ឍនភាពការងារគម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គដីឥដ្ឋថ្មគរដែលស្ថិតនៅឃុំដីឥដ្ឋស្រុកគៀនស្វាយនិងឃុំថ្មគរស្រុកលីវីអែមខេត្តកណ្ដាលក្នុងដំណើរចូលពិនិត្យវឌ្ឍនភាពការងារនេះឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឲ្យក្រុមហ៊ុនអនុវត្តការងារឲ្យស្របតាមផែនការដោយធានាឲ្យបាននូវសុវត្ថិភាពតាមស្តង់ដារបច្ចេកទេសនិងប្រកបដោយសោភ័ណភាពជាការឆ្លើយតបក្រុមហ៊ុនសាងសង់សន្យានឹងបដិញ្ញាចិត្តមុតមមអនុវត្តការងារឲ្យកាន់តែប្រសើរឡើងជាមួយក្រុមការងារបច្ចេកទេសនិងភាគីពាក់ព័ន្ធដោយធ្វើការសហការពន្លឿនការសាងសង់ស្ពានមេគង្គនេះឲ្យបានកាន់តែឆាប់រហ័សព្រមទាំងជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋផងដែរគូបញ្ជាក់ផងដែរថាគម្រោងនេះមានទីតាំងស្ថិតនៅខេត្តកណ្ដាលឆ្លងកាត់តាមទន្លេមេគង្គផ្លូវទៅត្រើយខាងលិចស្ថិតក្នុងឃុំដីឥដ្ឋតភ្ជាប់នឹងមហាវិថីស៊ីជីនពីងផ្លូវក្រវ៉ាត់ក្រុងទី3និងផ្លូវជាតិលេខ1ផ្លូវនៅត្រើយខាងកើតស្ថិតក្នុងឃុំថ្មគរតភ្ជាប់ផ្លូវលបឿនលឿនភ្នំពេញបាវិតដែលក្រុងនឹងសាងសង់គម្រោងនេះមានប្រវែងសរុប 3.7 គីឡូម៉ែត្ររួមមានស្ពានដែលឆ្លងកាត់ទន្លេនិងស្ពានអាកាសតភ្ជាប់ផ្លូវលូនិងការងារវិស្វកម្មបន្តបន្សំស្ពានឆ្លងកាត់ទន្លេមេគង្គមានប្រវែង 1,600 ម៉ែត្រនិងទទឹង 26 ម៉ែត្រដែលមានគន្លងផ្លូវរថយន្តផ្លូវទូចក្រយានយន្តនិងផ្លូវថ្មើរជើងព្រមទាំងមានគន្លងនាវាចរចំនួន3គន្លងដោយគន្លងនីមួយៗមានចន្លោះសុវត្ថិភាពទទឹង110ម៉ែត្រនិងកម្ពស់15ម៉ែត្រ